សួស្តីមិត្តភក្តិទាំងអស់គ្នាថ្ងៃនេះគ្រួសារយើងបាននាំគ្នាទៅលេងនៅខេត្តសៀមរាបហើយក៏មានបំណងថាទៅលេងនៅផ្សាររាត្រីប៉ុន្តែដោយសារតែមានម្ដាយចាស់រួមដំណើរជាមួយយើងអាចបានទៅលេងនៅពេលយប់ទេដោយសារតែគាត់ត្រូវការសម្រាកអញ្ចឹងសម្រាប់ចិត្តថានាំកូនទៅលេងនៅម៉ោងប្រហែលជាម៉ោង4ដើម្បីឲ្យគាត់បានមើលឃើញអំពីរបៀបរស់នៅការលក់ដូររបស់បងប្អូនអាជីវករនៅផ្សាររាត្រីខេត្តសៀមរាបនៅពេលដែលពួកយើងបានដើរលេងនៅផ្សាររាត្រីពួកយើងបានមើលឃើញអំពីសក្តានុពលរបស់ផ្សារនេះដែលធ្វើឲ្យភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិដែលមិនអាចរំលងនៅទីនេះវាមានទាំងការរួមបញ្ចូលនឹងវប្បធម៌និងការកម្សាន្តមានភាពទាក់ទាញត្រង់ថាភ្ញៀវទេសចរអាចមកទីនេះដើម្បីស្វែងយល់អំពីសិល្បៈខ្មែរផងនិងការសម្រាកលំហែកាយផងនៅផ្សាររាត្រីនេះគឺជាកន្លែងគាំទ្រផលិតផលក្នុងស្រុកពិតមានចាប់តាំងអំពីសម្លៀកបំពាក់ធ្វើអំពីសូត្រក្រមាគ្រឿងចម្លាក់ឈើថ្មរហូតដល់គំនូរប្រាសាទបុរាណគឺទៅធ្វើឡើងដោយស្នាដៃកូនខ្មែរដែលទាក់ទាញខ្លាំងចំពោះភ្ញៀវបរទេសដែលស្រឡាញ់ការងារសិល្បៈពិតប្រាកដរាល់ការទិញវត្ថុអនុស្សាវរីយ៍សម្លៀកបំពាក់ឬផ្ទាំងគំនូរតូចនៅទីនេះគឺស្មើនឹងការជួយគាំទ្រជីវភាពសិល្បករឲ្យមានកម្លាំងចិត្តនិងលទ្ធភាពបន្តថែរក្សាកេរមរតកដូនតាទៅមុខទៀតជាធម្មតាយើងតែងតែគិតថានៅផ្សាររាត្រីសម្រាប់តែភ្ញៀវបរទេសប៉ុន្តែនៅពេលដែលយើងបានទៅលេងទៅឃើញការតាំងគ្រឿងសិល្បៈនឹងធ្វើឲ្យយើងកាន់តែយល់ច្បាស់និងមានមោទនភាពចំពោះភាពច្នៃប្រឌិតនៃសិល្បៈខ្មែរមុនពេលដែលពួកយើងបានទៅលេងនៅផ្សាររាត្រីយើងតែងតែគិតថានៅផ្សាររាត្រីនោះសម្ភារៈដូចជាខោអាវគ្រឿងវត្ថុអនុស្សាវរីយ៍និងរបស់ផ្សេងលក់សម្រាប់ប្រជាជនបរទេសមិនសម្រាប់ជនជាតិខ្មែរទេគឺប្រហែលជាលក់ថ្លៃប៉ុន្តែធាតុពិតដែលពួកយើងបានទៅលេងសេវាកម្មនៅទីនោះគឺគាត់មានភាពរួសរាយរាក់ទាក់និយាយជាមួយភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិដោយសុជីវធម៌ហើយតម្លៃសោតទៀតក៏សមរម្យយើងអាចទទួលយកបាននៅពេលដែលឃើញវត្ថុអនុស្សាវរីយ៍ស្អាតខ្ជូតប្លែកជាបែបសិល្បៈខ្មែរកូនគាត់បានទិញមួយចំនួនផ្ញើជូនមិត្តភ័ក្តិនៅសាលារៀនផ្ញើជូនលោកគ្រូអ្នកគ្រូផ្ញើជូនមនុស្សជាទីស្រឡាញ់បានគាត់ដំណើរកម្សាន្តគ្រួសារពួកយើងដែលបានមកលេងផ្សាររាត្រីខេត្តសៀមរាបក៏បានមកដល់ទីបញ្ចប់ហើយអ្នកខ្ញុំសូមអភ័យទោសដល់បងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះដោយសារអ្នកខ្ញុំអត់បានអធិប្បាយឲ្យបានក្បោះក្បាយនិងផ្តិតយករូបភាពឲ្យបានច្រើនដោយសារតែទៅជាមួយនឹងអ្នកម្ដាយចាស់គាត់ត្រូវការបញ្ញាប់មកសម្រាកវិញអញ្ចឹងហើយអ្នកខ្ញុំសូមសនំពរទៅមិត្តភ័ក្តិបងប្អូនទាំងអស់គ្នាដែលទស្សនាវីដេអូនេះអញ្ជើញទៅលេងនៅខេត្តសៀមរាបហើយជួយគាំទ្រនៅផលិតផលសិល្បៈអ្នកអាជីវករខ្មែរដែលលក់នៅផ្សាររាត្រីទាំងអស់ដើម្បីឲ្យគាត់មានកម្លាំងចិត្តក្នុងការផលិតក្នុងការបន្តលក់ទៅដល់ភ្ញៀវជាតិនិងអន្តរជាតិនិងលើកស្ទួយទៅដល់វិស័យទេសចរឲ្យកាន់តែមានភាពរីកចម្រើនទៅមុខទៀតខ្ញុំសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ